ការរែងអង្គរពាក្យនេះត្រូវបានគេប្រើជាទូទៅនៅក្នុងប្រទេសកម្ពុជាដើម្បីពិពណ៌នាអំពីភាពស្រស់ស្អាតនៃអង្គរនិងភាពសម្បូរបែបនៃវប្បធម៌វាលស្រែស្រូវជាផ្នែកយ៉ាងសំខាន់នៃវប្បធម៌ខ្មែរនិងអាជីវកម្មរបស់ប្រជាជនខ្មែរបុរាណរូបភាពនេះអាចផ្ដល់នូវអារម្មណ៍សុខសាន្តនិងសន្តិភាពនិងភាពស្រស់ស្អាតបែបធម្មជាតិហើយជារឿយៗត្រូវបានគេយកទៅភ្ជាប់ជាមួយនឹងជីវភាពអ្នកស្រុកស្រែនិងភាពរីករាយធ្វើកសិកម្មការរែងអង្គរក៏អាចជាមិត្តរូបនៃភាពរីកចម្រើននិងភាពសម្បូរបែបសម្បូរសប្បាយរបស់ប្រជាជនខ្មែរផងដែរការរែងអង្គរគឺជារូបភាពដ៏ស្រស់ស្អាតនៃអង្គរដែលត្រូវបានដាក់ពង្រាយនៅលើកញ្ច្រែងឬក៏គំនរពណ៌សដែលជាទូទៅអង្គរខ្មែរមានពណ៌សឬក៏ពណ៌ផ្កាឈូកក្នុងវប្បធម៌ខ្មែរនេះមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជាអាហារមូលដ្ឋានហើយការរែងអង្គរឲ្យបានល្អអាចធ្វើឲ្យយើងមានអារម្មណ៍ល្អឬក៏សុខភាពល្អការរែងអង្គរគឺបង្ហាញពីភាពអស្ចារ្យនៃភាពសម្បូរបែបនៃវប្បធម៌ខ្មែរពណ៌ស្រស់អង្គរដែលស្អាតមានគុណភាពមិនស្លេកស្លាំងឬក៏ពណ៌ធម្មជាតិគ្មានស្នាមប្រឡាក់ឬក៏បាក់អ្វីឡើយភាពទន់ល្អអង្គរដែលមានរូបរាងស្មើនិងមិនមានកម្ទេចកម្ទីច្រើននោះទេក្លិនស្រស់អង្គរថ្មីដែលមានធម្មជាតិឈ្ងុយឆ្ងាញ់ពេលខ្លះក៏មានក្លិនឆ្អិនជាប់ដិតជាពិសេសសារៈសំខាន់នៃវប្បធម៌អង្គរត្រូវបានគេយកទៅប្រើប្រាស់ក្នុងពិធីបុណ្យផ្សេងៗបុណ្យចូលឆ្នាំខ្មែរពិធីបុណ្យភ្ជុំបិណ្ឌនិងការរៀបអាពាហ៍ពិពាហ៍ជាដើមឬក៏មានកម្មវិធីផ្សេងៗការរែងអង្គរអាចជាមិត្តរូបនៃភាពសុខសប្បាយនិងកាត់បន្ថយការចំណាយនៅក្នុងគ្រួសារព្រោះវាបង្ហាញពីភាពសម្បូរបែបនិងភាពជឿនលឿនដំណើរការសិប្បកម្មរបស់ខ្មែរនៅពេលដែលឃើញការរែងអង្គរដ៏ល្អមនុស្សជាច្រើនមានអារម្មណ៍ថាសន្តិភាពនិងមានសេចក្តីសុខក្នុងជីវិតខ្ញុំដាក់ខ្សែទៅយីបាទទៅទៀតនឹងផ្សាយឲ្យផ្សាយអត់អីទៅយ៉ាងហ៎សំណោះសក់ឆ្កឹះនេះអ្នកទាំងគ្នាដែលបានទស្សនាវីដេអូនេះកុំភ្លេចទៅជួយ Subscribe ខ្ញុំម្នាក់មួយផងអរគុណច្រើន